ដោយសារតែមានបងប្អូនគាត់ឃើញវីដេអូលើកមុនហ្នឹងគាត់ comment សួរច្រើនជាមួយនឹងកន្លែងដែលខ្ញុំទៅដើរលេងហ្នឹងណាថ្ងៃនេះឆ្លៀតពេលកាត់វីដេអូនិយាយប្រាប់បងប្អូនទីតាំងគឺនៅចុងវីដេអូបងប្អូនកន្លែងដែលខ្ញុំទៅដើរលេងនេះគឺគេហៅថា Akha Farm View កន្លែងហ្នឹងគឺជាកសិដ្ឋានចិញ្ចឹមសត្វចៀមដើម្បីឲ្យយើងចូលទៅលេងណាហើយបើនិយាយពីចំណាប់អារម្មណ៍វិញគឺថាបរិយាកាសល្អខ្លាំងតែឡើងទៅលើភ្នំហ្នឹងគឺត្រជាក់មុននឹងយើងចូលទៅយើងត្រូវទិញសបុតសិនហើយសបុតគេហ្នឹងគឺយើងអាចយកមកដូរទឹកញ៉ាំបានជាមួយនឹងតម្លៃសបុតហ្នឹងខ្ញុំភ្លេចតម្លៃបាត់ហើយបងប្អូនតែដូចជាអត់ថ្លៃហើយកន្លែងហ្នឹងក៏គេមានលក់ចំណីសម្រាប់យើងភ្ញៀវទេសចរយកឲ្យជៀមដែរជៀមនៅហ្នឹងគឺរោមក្រាស់ខ្លាំងខ្លាំងហ្មងមើលក្នុងវីដេអូវារត់តាមព្រោះវាធ្លាប់បានចំណីទៅឲ្យតែអ្នកទេសចរទៅហ្នឹងគឺត្រូវតែឲ្យចំណីជៀមហ្នឹងហ្មងអញ្ចឹងទៅវាចាំទៅ view ឡើងហ្នឹងស្អាតខ្លាំងបងប្អូនមានឱកាសអាចឆ្លៀតទៅលេងបានហើយអាខាហ្វាមហ្នឹងគឺនៅខេត្តឈៀងរ៉ាយបងប្អូននៅលើភ្នំបងប្អូនឡើងទៅរៀងខ្ពស់គួរសមដែរចេញពីខ្នល់ជាតិយើងហើយបើនិយាយពី view វិញឲ្យ10 លើ 10ហ្មងតែបើនិយាយពីអាហារអត់សូវមានឲ្យយើងកំងញ៉ាំច្រើនទេដោយសារវាចូលទៅខាងក្នុងហើយជៀមហ្នឹងគឺគេមានម៉ោងឲ្យឆ្កែដេញចូលទ្រុងទៀតណាមានឆ្កែដេញចូលឆ្កែនៅនឹងខ្មៅឡងហ្មងមានតួនាទីដេញជៀមចូលទ្រុងទៅកន្លែងខ្ញុំដើរលេងហ្នឹងអនិយាយបានថាចំណាយលើអត់សូវច្រើនទេដោយសារយើងធ្វើដំណើរជិះឡានទៅខ្លួនឯងអញ្ចឹងចុងក្រោយគឺបងប្អូនមើលវីដេអូហ្នឹងទៅឲ្យរេកបានដែរជាមួយនឹងការដើរលេងនៅក្នុង Akha Farm ហ្នឹង